ម៉ាក់សួរខ្ញុំថាខ្ញុំប្រើម៉ាស៊ីនអីខ្លះខ្ញុំណែប្រើទាំង3ហ្មងម៉ាក់ខ្ញុំនឹងប្រាប់ហេតុផលខ្ញុំថាហេតុអីខ្ញុំមើលកូនម្នាក់ឯងអញ្ចឹងអានេះគឺអត់មានដៃខ្ញុំប្រើនៅពេលដែលកូនគេងគឺត្រូវរត់អាចចូលបន្ទប់ទឹកផងធ្វើម្ហូបផងបោសផ្ទះផងប្រើនឹងបានអញ្ចឹងយើងចំណេញពេលវេលាបើអញ្ចឹងទេអត់បានញ៉ាំបាយទេហើយអានេះវិញគឺច្បាច់ដៃអាចច្បាច់ដៃហ្នឹងនាងខ្ញុំប្រើនៅពេលដែលកូនខ្ញុំទាំងពីរអ្នកគោហើយខ្ញុំនៅតែម្នាក់ឯងអាហ្នឹងយើងអាចច្បាច់លឿនមកផ្លេតទេហើយប៉ុន្តែគ្រាន់ថាយើងធ្វើអញ្ចឹងវាអត់គ្រប់នាទីមិនសូវល្អហ្មងណាម៉ាក់ប៉ុន្តែធ្វើម៉េចបើយើងម្នាក់ឯងកូនយំខ្លាំងធ្វើម៉េចទេហើយអានេះគឺបូមម៉ាស៊ីនហ្នឹងគឺបូមអស់ពីដើមទ្រូងហ្មងភាគច្រើនខ្ញុំបូមពេលយប់និងពេលដែលតនេអាហ្នឹងពេលយើងស្ទះដើមទ្រូងអីបានបូមវាចេញបើពួកបូមដៃនិងអាបូមអត់មានខ្សែហ្នឹងភាគច្រើនបូមនៅសល់អញ្ចឹងពេលខ្លះធ្វើនាងខ្ញុំស្ទះអញ្ចឹងខ្ញុំត្រូវការធំដើម្បីជាជំនួយ